ស្នងថ្មអ្នកនិពន្ធតុនច័ន្ទធឿនក្នុងភូមិដើមជុំដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយទឹកបឹងថ្លានិងវាលស្រែដើមត្នោតព្រៃស្រោងមានក្មេងស្រីអាយុ14ឆ្នាំម្នាក់ឈ្មោះរំដួលនាងត្រូវបានគេដាក់ឈ្មោះតាមផ្ការំដួលដែលមានក្លិនឈ្ងុយជាផ្កាជាតិរបស់កម្ពុជាប៉ុន្តែអ្នកភូមិមិនបានហៅនាងតាមឈ្មោះនោះទេពួកគេបានហៅនាងថាអ្វីផ្សេងទៀតក្មេងស្នងធ្មប់ហេតុអ្វីព្រោះយាយស៊ីមជាលោកយាយរបស់រំដួលធ្លាប់ជួយព្យាបាលមនុស្សដោយថ្នាំបុរាណនិងវេលេតអតគុណគូអ្នកខ្លះហៅគាត់ជាគ្រូខ្មែរអ្នកខ្លះទៀតខ្សឹបខ្សៀវគ្នាថាយាយស៊ីមជាមនុស្សកាន់ធ្មប់ចេះមន្តអាគមពេលនោះរំដួលកើតមកក៏មានស្នាមចាប់កំណោតចម្លែកលើមុខខាងឆ្វេងមានដៅក្រហមជារាងដូចភ្លើងភ្នែករបស់នាងក៏មានពណ៌ស្រាលខុសពីក្មេងៗក្នុងភូមិជាមួយគ្នាដែរនាងមានសម្បុរខ្មៅបន្តិចជាមួយសក់វែងក្រាស់ពណ៌ត្នោតមនុស្សចាស់ខ្លះដែលល្ងងនឹងងប់ជឿអបិយជំនឿបាននិយាយដើមរំដួលថានាងជាក្មេងនៃបណ្ដាសាដែលនឹងនាំមកនៅសំណាងអាក្រក់ដល់អ្នកភូមិពួកគេបានហាមប្រាប់កូនចៅថាកុំទៅលេងចិត្តនាងរំដួលក្រែងវាធ្វើឲ្យឯងឈឺទោះបីជារំដួលមិនដែលធ្វើបាបអ្នកណាក៏ដោយនាងបានខ្លាយជាក្មេងស្រីឯកានៅសាលាគ្មាននរណាចង់អង្គុយក្បែរឬសំបីតែនិយាយរករំដួលទេក្មេងៗបានរើចេញឆ្ងាយពីតុរបស់នាងអ្នកខ្លះថែមទាំងសោកចំអកដាក់មុខនាងទៀតផងចៅស្រីយាយធ្មប់ពួកគេបានស្រែកពេលនាងអានសិភៅម្នាក់ឯងឬគិតអំពីអ្វីមួយពួកគេស្រែកថាហេមកកូនវក់និយាយជាមួយខ្មោចពួកគេមានទម្លាប់ស្អប់នឹងទុកនាងសម្រាប់លេងសើចប៉ុន្តែរំដួលមិនបាននិយាយអ្វីតបទេជារៀងរាល់ថ្ងៃនាងបានអង្គុយនៅក្រោមដើមល្ហុងចាស់ខាងក្រោយផ្ទះរបស់នាងដែលគូររូបនៅក្នុងសិភៅយ៉ាងជក់ចិត្តដើមឈើមានក្លិនក្រអូបសឹងស្មើនឹងឈ្មោះរបស់នាងវាធ្វើឲ្យនាងមានអារម្មណ៍ស្ងប់លោកនេះមានតែជីដូននាងទេដែលញញឹមនឹងជឿលើនាងថាជាក្មេងនាំសំណាងដល់អ្នកស្រុកយាយស៊ីមនិយាយទាំងសិតសក់ឲ្យចៅថាកូនកើតមកមានអ្វីពិសេសខ្លាំងជាអ្វីទៅយាយនាងសម្លឹងខ្លួនឯងក្នុងកញ្ចក់ហើយសួរគឺមុខរបស់ចៅគឺជាអំណាចមួយសំណាងមិនមែនជាបណ្ដាសាទេនៅតែរំដួលមានអារម្មណ៍ក្រៀមក្រំនាងចង់បានមិត្តនាងចង់ឲ្យគេចូលចិត្តលេងនិងនិយាយជាមួយគ្រាន់តែដើម្បីមានមិត្តភក្តិរំដួលគិតថាវាពិបាកខ្លាំងល្ងាចស្ងួតហួតហែងមួយពេលដែលព្រះអាទិត្យរៀបលិចនៅសល់កម្ដៅសំឡេងស្រែកខ្លាំងបានបន្លឺឡើងពេញភូមិភ្លើងឆេះស្រែហើយឆេះស្រែហើយឆេះស្រែហើយជិះផលជិះផលិតគ្នារំដួលស្ទុះក្រោកនាងបានលើសោមនុស្សរត់គ្រប់គ្នាភ័យស្លន់ស្រាលរហូតដល់រំដួលរត់ចោលជាមួយស្លឹកចេកធំពីរគ្រប់ពន្លត់ភ្លើងហើយចង្អុលទៅផ្លូវតចង្អៀតកាត់ផ្សែងមីងនាំអាតតចេញទៅតាមផ្លូវខាងនោះនាងបានស្រែកបែបនេះព្រោះឃើញកូនមីងបែងយំវង្វេងក្នុងផ្សែងពួកគេប្រហែលជាមករកក្តាមដោតរាល់ដងហើយត្រូវជាប់ក្នុងភាពឆ្លក់ផ្សែងនោះទុយោទឹកយើងទិញទឹកពីទីនោះពុធឿនជាអ្នកភូមិបានស្ដាប់នាងរំដួលហើយក៏រត់មកព្រោះសប្បាយនឹងភ្ញាក់ផ្អើលព្រោះទឹកពិតជាដំណើរការមិនយូរប៉ុន្មានភ្លើងបានស្ថិតនៅក្រោមការក្រោបក្រងតាមរយៈពុធឿនបានទឹករត់ពន្លត់បានបណ្ដើររហូតដល់ 100% គ្មាននរណាម្នាក់រងរបួសទេក្មេងប្រុសតូចនៅក្អកនៅក្បែរភ្លឺស្រែតែឆ្លៀតងើបមកសម្លឹងនាងព្រោះនាងយកតុក្កតាដីអិតរបស់វាដែលរបូតក្នុងស្រែមកឲ្យវិញក្មួយមិនមែនជាធ្មប់ទេម្ដាយក្មេងបាននិយាយសរសើរយ៉ាងទន់ភ្លន់ហើយថែមជាក្មេងឆ្លាតពុធឿនសរសើរនៅសេចក្តីក្លាហានរបស់រំដួលគ្រប់គ្នាដែលមកដល់បានផ្ទះដីព្រោះរំដួលកំពុងគ្រាយាយម្នាក់ឈ្មោះហៀងឡើងមកពីស្រែដែរខ្ញុំច្រឡំអត់ធប់ធ្លាក់ការពិតខ្ញុំចង់អរគុណម្ចាស់ទឹ
ដីដែលឲ្យស្រែយើងរីកចម្រើនគាត់យំរំដួលខ្សឹបថាយាយកុំយំអីមិនមែនយាយចង់ឲ្យស្រែឆេះទេយាយហៀងបានហៅនាងទៅក្រោមផ្ទះហើយឲ្យនំត្នោតដល់នាងមួយស្បោងវាមានរសជាតិឆ្ងាញ់ខ្លាំងណាស់តែមិនស្មើនឹងសេចក្តីសោមនស្សក្នុងចិត្តនាងទេដែលត្រូវបានគ្រប់គ្នារាក់ទាក់ញញឹមដាក់យប់នោះលោកយាយស៊ីមរបស់នាងបានអនអែក្បាលនាងហើយប្រាប់ថាអំពើល្អជាកុសលដែលជួយដល់មនុស្សល្អនៅថ្ងៃបន្ទាប់មានរឿងចម្លែកបានកើតឡើងនៅសាលាកុមារីម្នាក់ឈ្មោះចិន្តាជាប្រធានថ្នាក់បានមកអង្គុយក្បែររំដួលនាងបាននិយាយថាខ្ញុំចូលចិត្តគំនូររបស់ឯងណាស់បងរៀនខ្ញុំផងបានទេហើយយើងជាមិត្តភក្តិគ្នារំដួលផ្រិតភ្នែកសប្បាយចិត្តជាខ្លាំងនាងហត់ស៊ីផៅនឹងគូលឺឲ្យឯងមិនខ្លាចខ្ញុំទេអីទេឯងជាមនុស្សល្អចិន្តាតបដោយញញឹមហើយឯងបានជួយប្អូនប្រុសតូចរបស់ខ្ញុំពីក្នុងភ្លើងទេនិយាយបែបនេះវិញគឺឯងបានជួយដល់អ្នករាល់គ្នាមិនយូរប៉ុន្មានក្មេងៗជាច្រើនបានចូលរួមជាមួយចិន្តាក្នុងការរៀនគូររូបនាងបានសរសេរទៅកាន់ពុកម៉ែដែលកំពុងធ្វើការនៅភ្នំពេញថាឥឡូវកូនមានមិត្តភក្តិ7នាក់ពួកគេចេះគូររូបអស់ហើយម្ដាយនាងបានសរសេរមកថាកូនឃើញទេអំពើល្អជាគ្រឿងសម្រាប់យកឈ្នះឧបសគ្គក្នុងជីវិតពេលពុកម៉ែរបស់រំដួលត្រឡប់មកពីភ្នំពេញមុខដេញផ្ទះគាត់បានទិញនំប៉័ងនិងទឹកដោះគោរំដួលបានយកវាទៅចែកក្មេងៗជាមិត្តមុនពេលលាគេទៅរៀននៅភ្នំពេញយាយនាងក៏មកជាមួយដែរពេលមកដល់បានប៉ុន្មានថ្ងៃនាងទទួលបានសម្បត្តិរបស់ចិន្តាពួកយើងនឹកឯណាម្ដាយយើងប្រាប់ថាក្រោយថ្នាក់ទី12យើងនឹងបានមករៀនជាមួយឯងនៅទីនោះមិនខានចាប់ពីថ្ងៃនោះមកអ្វីៗបានផ្លាស់ប្ដូររំដួលមិនត្រូវបានគេហៅថាកូនគ្រួសារអាធ្មប់ទីទេនាងគ្រាន់តែជារំដួលដែលជាក្មេងស្រីក្រមុំអ្នកខេត្តដ៏ស្រស់ស្អាតក្រោយមកនាងបានរៀនចប់ជាមួយចិន្តាផ្នែកទេសចរណ៍ពួកគេត្រូវបានទទួលឲ្យសាកល្បងការងារដំបូងក្នុងសន្តាគារមួយភ្ញៀវបារាំងមួយរូបនិយាយថាពួកគេជាស្ត្រីខ្មែរដែលស្អាតប្លែកពីគ្នាថែមទាំងមានចរិយាសុភាពថ្លៃថ្នូរមានទឹកចិត្តនិងមានចំណេះដឹងត្រូវចាំថាមនុស្សគ្រប់គ្នាអាចគិតខុសពីយើងតែការពិតនឹងបដូរពួកគេឲ្យយល់ពីបេះដូងយើងដែលអំពើល្អចិត្តសប្បុរសមិនមែនជាការខំសងសឹកគ្នាទេថ្ងៃនេះចិន្តារត់មកសឹកប្រាប់រំដួលថាណែជាសាររបស់ប្អូនយើងគឺអាតូតវាប្រឡងចប់ហើយវានឹងមកភ្នំពេញនេះនៅខែក្រោយរំដួលសប្បាយចិត្តណាស់ព្រោះដើមល្ហុងចាស់នៅខាងក្រោយផ្ទះរបស់នាងរីកផ្កាជាច្រើននាងដឹងថាច្រើនឆ្នាំមុខនេះអាតូតនឹងម្ដាយជួយមើលផ្ទះនាងទោះនេះជាដើមល្ហុងដាំថ្មីតែពួកគេចង់ចងចាំពីនាងដែលបានជួយពួកគេចេញពីភ្លើងនៅតែមានអ្នកភូមិចាស់ខ្លះលោភកថាការជួយរបស់នាងគឺជាវេទមន្តប៉ុន្តែរំដួលដឹងអំពីការពិតវាមិនមែនជាវេទមន្តទេតែជាសេចក្តីសប្បុរសហើយសេចក្តីសប្បុរសគឺជាវត្ថុទឹកដែលមានឥទ្ធិពលបំផុតក្នុងចំណោមមនុស្សលោក